បាទខ្ញុំបាទសូមជម្រាបសួរបងប្អូនចាំរួមខ្ញុំនៅក្នុងប្រទេសខ្ញុំបាទសូមចែកឃ្លីបមួយនេះបង្ហាញគោលដៅមហិច្ឆតាដ៏អាក្រក់លើមុខធូបទៀបរបស់អាគុកហ៊ុនសែនមានគោលបំណងសម្លាប់លោកកែមលីហើយដាក់កំហុសទៅលើគណៈបក្សសង្គ្រោះជាតិយើងក្លែងមើលឃើញថាកត្តាដែលគួរឲ្យចាប់អារម្មណ៍មូលហេតុអីបានជាជនដែលបានប្រព្រឹត្តបទល្មើសនោះចាប់បានងាយស្រួលមែនចុះបើសិនជាចាប់បានងាយស្រួលនោះមូលហេតុអីបានមិនចាប់នៅមុខនៅក្នុងកន្លែងកើតហេតុតែម្ដងឲ្យកិច្ចខ្លួនផុតចម្ងាយហើយពីនោះហើយបានចាប់បាទទី1ទី2គឺតើហើយករណីទី2គឺមូលហេតុអីបានសមត្ថកិច្ចទៅដកយកមេមរីកានៅក្នុងកាមេរ៉ាសុវត្ថិភាពទាំងអស់របស់ Starmat បាទទី2ទី3សួរថាចុះពេលដែលបាញ់សម្លាប់លោកកែមលីហើយជាតកដើរចេញជាធម្មតាมันមានការតក់ស្រុតភ័យខ្លាចអីចុះដល់ពេលចេញក្រៅហើយមូលហេតុអីបានរត់បាទហើយក្នុងការរត់ទៀតសោតបើមូលហេតុអីបើសិនជារត់ចង់យករួចខ្លួនមូលហេតុអីបានមិនផ្លាស់សម្លៀកបំពាក់ហើយមិនបោះអាវុធចូលផាត់ពីឯដើម្បីរត់យកកិច្ចយកសុវត្ថិភាពនេះចំណុចទី3ដែលគួរឲ្យចាប់អារម្មណ៍ទី4បន្ទាប់ពីបាញ់សម្លាប់ព្រាមមានការប្រតិកម្មផ្សេងៗគ្នាក្នុងនោះលោកហ៊ុនសែនបានប្រតិកម្មដែរហើយក្នុងការប្រតិកម្មអូតូទៀតសោតហ៊ុនសែនក៏បានប្រកាសឲ្យកម្លាំងសន្តិសុខស្និទ្ធរក្សាសណ្ដាប់ធ្នាប់និងសន្តិសុខឲ្យបានតឹងរ៉ឹងជាទីបំផុតនៅក្នុងហេតុការណ៍ក្រោយពីបាញ់សម្លាប់លោកកែមលីដោយកាសថាឲ្យអាជ្ញាធរនឹងរក្សាសន្តិសុខនេះគឺជាការគម្រាមកំហែងផ្នែកស្មារតីមួយកុំឲ្យប្រជាពលរដ្ឋឈឺចាប់ក្រោកឡើងតវ៉ាប្រឆាំងជាមួយរដ្ឋាភិបាលដែលបាញ់សម្លាប់បើនរណាហ៊ានក្រោកឡើងតវ៉ាទេនឹងចាត់វិធានការឲ្យយល់ថាការពាររក្សានៅសន្តិសុខសង្គមណាទី5បន្ទាប់មកឃើញហ៊ុនសែនថាក្នុងករណីបាញ់សម្លាប់លោកបណ្ឌិតកែមលីនេះតើចំណេញនយោបាយបានដល់ណាបាទនេះបានន័យថាហ៊ុនសែនបាញ់សម្លាប់ហើយគិតថាបានចំណេញនយោបាយបន្ទុយទៅវិញគឺខាត់បងនយោបាយយ៉ាងធ្ងន់ធ្ងរហើយបដិថាចង់ហ៊ុនសែនចង់វាយបកថាណាដែលបានទទួលចំណេញនយោបាយក្នុងករណីនោះនោះគឺជាអ្នករៀបចំបាញ់សម្លាប់លោកកែមលីចឹងបានន័យថាលោកហ៊ុនសែនកំពុងតែរកលេសនិងកំពុងតែរករឿងនឹងបង្កើតនៅជាប់នៅពីក្រោយសេតនិមិត្តហើយបដិថាជាជនរបស់គណបកសង្គ្រោះជាតិទៀតចំនេះដែលជាតឡៃកដែលហ៊ុនសែនអាចធ្វើអ្វីបានតាមទង្វើចិត្តដែលហ៊ុនសែនមិននឹកស្មានថាប្រជាពលរដ្ឋមានចំណេះដឹងហើយមានការវិភាគស៊ីជម្រៅច្រើនជាងខុសបានហ៊ុនសែនដល់ទៀតណាចឹងខ្ញុំសូមនិយាយថាបើសិនជាឃាតករនេះមិនបានរៀបចំគម្រោងរបស់រដ្ឋាភិបាលទេច្បាស់ជាមិនងាយបានចាប់ដោយបានដោយស្រួលទេព្រោះគេរៀបចំគម្រោងចង់ឲ្យចាប់បានដើម្បីវេចមុខចន់នៅក្រោយខ្នងកន្លងមកជាហោហែកន្លងមកមិនដែលឃើញប្រតិកម្មរបស់រដ្ឋាភិបាលឲ្យវេចមុខចន់ឃាតករពិតឲ្យស្រាវយកចន់ដៃរយចន់សំគំនិតពីក្រោយទេទួយទៅវិញហេតុអីបានចាក់លើកនេះចាក់បានងាយស្រួលហើយរដ្ឋាភិបាលចេញប្រតិកម្មជាបន្តហើយថាឲ្យស្វែងរកការពិតនឹងចន់ដែលសំគំនិតចន់ដែលនៅពីក្រោយខ្នងនេះគឺជាតលហេកហើយគឺជាសក្ខីភាពមួយក្នុងការវិភាគរបស់ខ្ញុំដែលជារចនាសម្ព័ន្ធគម្រោងរៀបចំរបស់រដ្ឋាភិបាលកំចាត់លោកកែមលីហៅថាព្រួយមួយបាញ់បានសត្វពីរបន្ទាប់មកព្រួយមួយបាញ់បានសត្វពីរហើយបើទោះជាបាញ់កែមលីស្លាប់ហើយគឺគោលដៅបាញ់សង្គ្រោះជាតិហើយហ៊ុនសែន
បន្ទាប់មកគឺហៅថាប្រើយុទ្ធសាស្ត្រស្វាស៊ីបាយយកទៅលៀមមកប្រពែយួនវ័យខ្មែរដូចតបប៉ុន្តែកន្លះទេសនេះមិនមែនយួនវ័យខ្មែរទេគឺហ៊ុនសែនសម្លាប់ខ្មែរបដិទៅគណៈបក្សសង្គ្រោះជាតិនេះសូមឲ្យប្រជាពលរដ្ឋរងការប្រុងប្រយ័ត្នឲ្យនឹងតាមដានអុយដិតដល់មែនទែនហើយសូមអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសក្រោកឡើងទាំងអស់គ្នាហេសពរបស់លោកកែមលីនេះយកទៅដាក់មុខវិមានរដ្ឋសភាយកទៅដាក់មុខទីស្តីការគណៈរដ្ឋមន្ត្រីយកទៅដាក់មុខសេដ្ឋយុទ្ធបន្តលោកហ៊ុនសែនដើម្បីឲ្យរដ្ឋថៃបានចេញទទួលខុសត្រូវតែម្ដងព្រោះករណីនេះកើតឡើងនៅក្រោមការគ្រប់គ្រងរបស់រដ្ឋថៃបានអាគុកបាទពីខ្ញុំបាទសើនហើយគួរបង្គាប់សមត្ថភាពស្រាយក្នុងកាយការផងពីប្រុសពុះកញ្ជ្រោលពេកគួរដឹងក៏បាត់នៅធនធានរបស់អ្នកស្នេហាជាតិបាត់នៅធនធានរបស់ជាតិដ៏មហាសាលសម្រាប់កុលបុត្រខ្មែរតាំង15លាននាក់ជាងទូទាំងប្រទេសនិងក្រៅប្រទេសផងពីខ្ញុំបាទសើនហើយឈាមខេមរបុត្រខ្មែរកម្ពុជាក្រមចឹងបានន័យថាលោកហ៊ុនសែនកំពុងតែរកលេសនិងកំពុងតែរករឿងនឹងបង្កើតនៅជាប់នៅពីក្រោយសេបនិមិត្តហើយបដថាជាជនរបស់គណៈបកសង្គ្រោះជាតិទៀតចំនេះដែលជាតឡៃកដែលហ៊ុនសែនអាចធ្វើអ្វីៗបានតាមទង្វើចិត្តដែលហ៊ុនសែនមិននឹកស្មានថាប្រជាពលរដ្ឋមានចំណេះដឹងហើយមានការវិភាគស៊ីជម្រៅច្រើនជាងខ្លួនបាទហ៊ុនសែនដល់ទៅទៀតណាចឹងខ្ញុំសូមនិយាយថាបើសិនជាឃាតករនេះមិនបានរៀបចំគម្រោងរបស់រដ្ឋថៃបានទេច្បាស់ជាមិនងាយបានចាប់ដោយបានដោយស្រួលទេព្រោះគេរៀបចំគម្រោងចង់ឲ្យចាប់បានដើម្បីវេចមុខចន់នៅក្រោយខ្នងកន្លងមកជាហោហែកន្លងមកមិនដែលឃើញប្រតិកម្មរបស់រដ្ឋថៃបានឲ្យវេចមុខចន់ឃាតករពិតឲ្យស្រាវយកចន់ដៃរយចន់សំគំនិតពីក្រោយទេទួយទៅវិញហេតុអីបានចាក់លើកបាទខ្ញុំបាទសូមជម្រាបសួរបងប្អូនចំនួនខ្ញុំនៅក្នុងប្រទេសខ្ញុំបាទសូមចែកឃ្លីបមួយនេះបង្ហាញគោលដៅមហិច្ឆតាដ៏អាក្រក់លើមុខធូបទៀបរបស់អាគុកហ៊ុនសែនអាគុកហ៊ុនសែនមានគោលបំណងសម្លាប់លោកកែមលីហើយដាក់កំហុសទៅលើគណៈបក្សសង្គ្រោះជាតិយើងក្លែងមើលឃើញថាកត្តាដែលគួរឲ្យចាប់អារម្មណ៍មូលហេតុអីបានជាជនដែលបានប្រព្រឹត្តបទល្មើសនោះចាប់បានងាយស្រួលមែនចុះបើសិនជាចាប់បានងាយស្រួលនោះមូលហេតុអីបានមិនចាប់នៅមុខនៅក្នុងកន្លែងកើតហេតុតែម្ដងឲ្យកិច្ចខ្លួនផុតចម្ងាយហើយពីនោះហើយបានចាប់បាទទី1ទី2គឺតើហើយករណីទី2គឺមូលហេតុអីបានសមត្ថកិច្ចទៅដកយកមេមេរិកានៅក្នុងកាមេរ៉ាសុវត្ថិភាពនេះចាប់បានងាយស្រួលហើយរដ្ឋថៃបានចេញប្រតិកម្មជាបន្តហើយថាឲ្យស្វែងរកការពិតនឹងជនដែលសំគំនិតជនដែលនៅក្រៅខ្នងនេះគឺជាតើហេតុក៏ហើយគឺជាសក្ខីភាពមួយក្នុងការវិភាគរបស់ខ្ញុំដែលជារចនាសម្ព័ន្ធគម្រោងរៀបចំរបស់រដ្ឋថៃបានកំចាត់លោកកែមលីហៅថាព្រួយមួយបាញ់បានសត្វពីរបន្តមកព្រួយមួយបាញ់បានសត្វពីរហើយបើទោះជាបាញ់កែមលីស្លាប់ហើយគឺគោលដៅបាញ់សង្គ្រោះជាតិហើយហ៊ុនសែនបន្តមកគឺហៅថាប្រើយុទ្ធសាស្ត្រស្វាស៊ីបាយយកទៅលៀមមកប្រពែយួនវ័យខ្មែរដូចតបប៉ុន្តែកន្លះទេសនេះមិនមែនយួនវ័យខ្មែរទេគឺហ៊ុនសែនសម្លាប់ខ្មែរបដិទៅគណៈបក្សសង្គ្រោះជាតិនេះសូមឲ្យប្រជាពលរដ្ឋរងការប្រុងប្រយ័ត្នឲ្យនឹងតាមដានអុយដិតដល់មែនទែនហើយសូមអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសក្រោកឡើងទាំងអស់គ្នាហេតុបាញ់សម្រាប់លោកកែមលីដោយកាសថាឲ្យអាជ្ញាធរនឹងរក្សាសន្តិសុខនេះគឺជាការគម្រាមកំហែងផ្នែកស្មារតីមួយកុំឲ្យប្រជាពលរដ្ឋឈឺចាប់ក្រោកឡើងតវ៉ាប្រឆាំងជាមួយរដ្ឋថៃបានដែលបាញ់សម្លាប់បើនរណាហ៊ានក្រោកឡើងតវ៉ាទេនឹងចាត់វិធានការឲ្យយកលេសថាការពាររក្សានៅសន្តិសុខសង្គមណា
ឃើញហ៊ុនសែនថាក្នុងករណីបាញ់សម្លាប់លោកបណ្ឌិតកែមលីនេះតើចំណេញនយោបាយបានដល់ណាបាទនេះបានន័យថាហ៊ុនសែនបាញ់សម្លាប់ហើយគិតថាបានចំណេញនយោបាយបន្ទុយទៅវិញគឺខាត់បងនយោបាយយ៉ាងធ្ងន់ធ្ងរហើយបដិថាចង់ហ៊ុនសែនចង់វាយបកថាណាដែលបានទទួលចំណេញនយោបាយក្នុងករណីនោះគឺជាអ្នករៀបចំបាញ់សម្លាប់លោកកែមលីរបស់ស្តាម៉ាបាទទី2ទី3សួរថាចុះពេលដែលបាញ់សម្លាប់លោកកែមលីហើយជាតកដើរចេញជាធម្មតាมันមានការតក់ស្រុតភ័យខ្លាចអីចុះដល់ពេលជើងក្រៅហើយមូលហេតុអីបានរត់បាទហើយក្នុងការរត់ទៀតសោតបើមូលហេតុអីបើសិនជារត់ចង់យករួចខ្លួនមូលហេតុអីបានមិនផ្លាស់សម្លៀកបំពាក់ហើយមិនបោះអាវុធចូលផាត់ពីដែរដើម្បីរត់យកកិច្ចយកសុខភាពនេះចំណុចទី3ដែលគួរឲ្យចាប់អារម្មណ៍ទី4បន្ទាប់ពីបាញ់សម្លាប់ព្រាមមានការប្រតិកម្មផ្សេងៗគ្នាក្នុងនោះលោកហ៊ុនសែនបានប្រតិកម្មដែរហើយក្នុងការប្រតិកម្មអូតូទៀតសោតហ៊ុនសែនក៏បានប្រកាសឲ្យកម្លាំងសន្តិសុខស្និទ្ធរក្សាសន្តិភាពនិងសន្តិសុខឲ្យបានតឹងរ៉ឹងជាទីបំផុតនៅក្នុងហេតុការណ៍ក្រោយពី